ngàyនេះគឺខ្ញុំមកសាកធ្វើកាទៀវខ្មែរប៉ុន្តែខ្ញុំធ្វើជាមួយនឹងឆ្អឹងជំនីជ្រូកផុតពីសាច់គោមកសាច់ជ្រូកម្ដងហើយអានេះគឺជាគ្រឿងដែលខ្ញុំបានដាក់ផ្សំអានេះគឺនិយាយទៅប្រភេទស៊ុបកាទៀវរបស់ខ្មែរយើងគឺមានច្រើនប្រភេទតែអានេះគឺប្រភេទសាមញ្ញធម្មតាបងប្អូនអាច stop វីដេអូមើលបានអញ្ចឹងគ្រឿងរបស់យើងក៏មានអីច្រើនញ៉ៃទេគឺថាហាយប៊ីយឺហ៊ឺហើយជាមួយនឹងខ្ទឹមបន្តិចទៅហើយខ្ទឹមដុតអញ្ចឹងណាយើងស្លឹកក្រូចស្លឹកអីយើងដុតវាឲ្យឈ្ងុយហើយយើងល្ងាស់អញ្ចឹងខ្ញុំប្រើជាមួយនឹងឆ្អឹងជំនីជ្រូកហើយយើងល្ងាស់បានប្រហែលជា1ម៉ោងក្រោយមកបានខ្ញុំដាក់ជាមួយនឹងឆៃថាវជាមួយនឹងការ៉ុតហើយបន្ទាប់មកយើងល្ងាស់បានប្រហែលជា1ម៉ោងទៀតនិយាយទៅប្រហែលជា2ម៉ោងជាងអីបានញ៉ាំហើយខ្ញុំដាក់ជីបន្តិចទៅជីអាណាហើយនឹងខ្ទឹមបំពងទៅគឺវាឈ្ងុយល្អហើយក្នុងការធ្វើកាទៀវនេះគឺខ្ញុំប្រើជាមួយនឹងសាច់ជ្រូកឆាដាក់ពីលើហើយសាច់ជ្រូកនេះគឺយើងឆាធម្មតាបងប្អូនដាក់ម្រេចដាក់អំបិលម្សៅស៊ុបជាមួយនឹងប្រេងខ្យងប្រេងអីធម្មតាហើយបងប្អូនឆាសាច់ជ្រូកនឹងឲ្យតែស្ងួតទៅយើងដាក់តែមួយល្មមអញ្ចឹងណាហើយគឺតែប៉ុណ្្នឹងឯងគឺយើងដាក់កាទៀវដាក់អីអញ្ចឹងទៅរៀបចំញ៉ាំហើយវីដេអូហ្នឹងផ្លេចដាក់ប្រហិតអញ្ចឹងមិនឃើញប្រហិតនៅខាងក្រៅនេះគឺថែមពីក្រោយហើយបន្លែគឺខ្ញុំមានស្ពៃតឿហើយជាមួយនឹងសណ្តែកបដោហើយខ្ញុំបញ្ជាក់កាទៀវមួយមុខនេះគឺយើងអត់ញ៉ាំជាមួយទឹកសៀងទេគឺយើងប្រើតែជាមួយទឹកម្ទេសហើយម្រេចក្រូចឆ្មាអីអញ្ចឹងទៅឬមួយក៏ម្ទេសដោយសារទឹកសៀងគឺអត់ត្រូវគ្នាទេញ៉ាំ